The Voice Kids Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខជាពិសេសពុំធ្លាប់មានដោយរថយន្ត Mazda កុមារីដែលទើបតែមានអាយុ9ឆ្នាំម្នាក់នេះបានចូលរួមជម្រុះដំបូងនៅខេត្តព្រះសីហនុពេលនេះនាងទទួលបានឱកាសសម្រាប់វគ្គពិសេសហើយបានច្រៀងឲ្យខូចស្ដាប់ផ្ទាល់តែម្ដងជំរាបសួរខ្ញុំឈ្មោះប៊ិនពិសីអាយុ9ឆ្នាំរៀនថ្នាក់ទី4ករៀននៅសាលាបឋមសិក្សាហ៊ុនសែនសិលល្អប៉ាម៉ាក់ខ្ញុំប្រកបមុខរបរប៉ាខ្ញុំលក់ម៉ូតូម៉ាក់ខ្ញុំជាស្ត្រីមេផ្ទះយេអបអរសាទរពិសីចាអូយមើលនិយាយលឺទីមើលសប្បាយចិត្តអត់សប្បាយចិត្តខ្លាំងហ៎ខ្លាំងអូយការស្រួយទៀតណែសក់នេះហៅសក់រួញជាដែរចឹងខ្ញុំគាត់ថាតារាចម្រៀងល្បីល្បាញតាណាក៏គេសុំថតហើយគេចូលចិត្តច្រើនសង្ឃឹមថាអាចយកកៅអីខូចទាំង3នាក់បានអត់បានអត់បានលឺបានអត់បានយ៉ានៅក្នុងថ្ងៃនេះខ្ញុំនឹងតស៊ូមិនភ័យនៅក្នុងកម្មវិធី The Voice Kids ខ្ញុំនឹងតស៊ូដើម្បីយកជ័យជំនះឲ្យបានស៊ូតោះឥឡូវយើងផ្ដល់កម្លាំងចាប់ឲ្យមួយណ1 2 3យេស៊ូតាកូនទៅតាមនេះកូនណាចាខ្ញុំត្រូវច្រៀងឲ្យពិរោះសមត្ថភាពខ្ញុំប៉ុណ្ណាខ្ញុំបញ្ចេញប៉ុណ្ណឹងដើម្បីឲ្យខូចទាំង3គោះកៅអីងាកមករកខ្ញុំឥឡូវពូសង្ឃឹមថាក្មួយធ្វើបានណាធ្វើឲ្យបានជឿជាក់ហ្មងស៊ូយេនេះមីក្រូណាក្មួយណាមកស្នាងឡខ្ញុំឈ្មោះប៊ិនពិសីអាយុ9ឆ្នាំខ្ញុំនៅខេត្តកំពតស្រុកកំពង់ត្រាចពិសីមកទីនេះជាមួយឪពុកម្ដាយឬក៏យ៉ាងណាមកជាមួយយាយនិងពូហើយនិងប៉ាហេតុអ្វីបានសម្រេចចិត្តចូលរួមនៅក្នុងកម្មវិធីនេះមកពីខ្ញុំគិតថាចង់បង្ហាញសមត្ថភាពណោះ
ពិសេសចង់បង្ហាញសមត្ថភាពដែលខ្លួនមានឲ្យបងប្អូនយើងបានឃើញប៉ុន្តែអ្វីដែលពិសេសបានធ្វើគឺល្អជាងបេក្ខជនជាច្រើននៅទូទាំងប្រទេសដែលគាត់ធ្វើមិនបានពិសេសឡើងមកដល់វគ្គនេះគឺពិតជាមនុស្សដែលពិសេសដែលគេចម្រាញ់ល្អហើយអញ្ចឹងពិសេសត្រូវតែបន្តទៀតណាគូជូនពរឲ្យក្មួយជួបគ្នាលើក្រោយក្មួយនឹងអាចធ្វើបានអរគុណគ្រូពិសេសប្រឹងប្រែងបន្តទៀតណាចាថ្ងៃនេះធ្វើតបានល្អប៉ុន្តែមីងជឿថាថ្ងៃក្រោយក្មួយនឹងប្រឹងប្រែងស្ដាប់បទចម្រៀងឲ្យបានល្អហើយធ្វើឲ្យបានល្អជាងនេះទៀតអូខេសន្យាមួយមីងណាលើកក្រោយយើងជួបគ្នាអូខេចាអរគុណពិសេសសម្លេងក្មួយនៅរៀងស្ទើរបន្តិចប៉ុន្តែទៅពេលហ្នឹងគាត់ហាត់បន្ថែមណាក្មួយនៅក្មេងនឹងមានឱកាសច្រើនទៀតអញ្ចឹងស៊ូបើសិនជាមានឱកាសក្រោយក្មួយនឹងចូលប្រកួតម្ដងទៀតណាអូខេសន្យាតែជួយពិសេសក្រោយណាចាចា The Voice Kids Cambodia រដូវកាលទី3ឧបត្ថម្ភផ្ដាច់មុខជាពិសេសពុំធ្លាប់មានដោយរថយន្ត Mazda ផ្ដល់អារម្មណ៍ស្ញប់ស្ញែងភាពលេចធ្លោនិងកិត្យានុភាពក្នុងការបើកបរ Mazda នាំចូលផ្ដាច់មុខដោយ AGB Auto